បន្ទាប់ពីការប្រកួតដ៏កក្រើករវាងមហាម៉ាត់និងឌីមស្រមដែលបានបញ្ចប់ដោយឌីមស្រមបានចាញ់ពិន្ទុមហាម៉ាត់កាលពីពេលថ្មីៗកន្លងទៅនេះទោះបីជាលទ្ធផលត្រូវបានប្រកាសជាផ្លូវការហើយក្តីប៉ុន្តែការរិះគន់និងការមិនពេញចិត្តពីសំណាក់អ្នកគាំទ្រនិងគ្រូបង្វឹកប្រដាល់មួយចំនួននៅតែបន្តផ្ទុះឡើងយ៉ាងខ្លាំងក្នុងនោះលោកសួងបញ្ញាបានបញ្ចេញទស្សនៈយ៉ាងត្រង់ៗដោយចោទប្រកាន់ទៅលើការដាក់ពិន្ទុប្រកាន់បកពួកដែលធ្វើឲ្យលទ្ធផលការប្រកួតរវាងអ្នកទាំងពីរក្លាយជាបញ្ហាចម្រូងចម្រាសនិងបង្កើតជាចម្ងល់ដ៏ធំនៅក្នុងកីឡាប្រដាល់គុនខ្មែរទន្ទឹមនឹងនេះលោកយ៉ែនម៉ៅដែលជាពិធីករកីឡាប្រចាំស្ថានីយ៍ទូរទស្សន៍ CNC ក៏បានលើកឡើងនៅទស្សនៈមួយដែលធ្វើឲ្យអ្នកគាំទ្រជាច្រើនចាប់អារម្មណ៍ដោយលោកបាននិយាយថាគេធ្លាប់ចាញ់គេមិនឡាំប៉ាប៉ុន្តែគេបានយកការបរាជ័យមកធ្វើជាមេរៀនដើម្បីឈ្នះលោកក៏បានបញ្ជាក់បន្ថែមថាឌីមសារ៉ុមអាចយកមេរៀននិងបទពិសោធន៍ពីការប្រកួតលើកនេះមកកែប្រែខ្លួននិងត្រៀមប្រឈមមុខជាមួយនឹងមហាម៉ាត់ជាលើកទី3នៅពេលខាងមុខដែលអាចធ្វើឲ្យជំនួបនេះកាន់តែជក់ចិត្តនិងក្តៅគគុកជាងមុនសំណួរសម្រាប់អ្នកគាំទ្រប្រដាល់គុនខ្មែរនៅពេលនេះតើជំនួបលើកទី3រវាងឌីមស្រមនិងមហាម៉ាត់អាចនឹងកើតឡើងបានដែរឬទេខណៈការប៉ះគ្នាពីលើកកន្លងមកឈ្នះម្ដងម្នាក់